ក្រសួងព័ត៌មានបានកត់ត្រាព័ត៌មានคล้ายៗចំនួន1053ករណីក្នុងត្រីមាសទី3ឆ្នាំ2025ក្នុងត្រីមាសទី3ឆ្នាំ2025គណៈកម្មការប្រឆាំងព័ត៌មានคล้ายៗនៃក្រសួងព័ត៌មានបានរកឃើញនិងកត់ត្រាព័ត៌មានคล้ายៗចំនួន1053ករណីក្នុងនោះព័ត៌មានคล้ายៗពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃមានដល់ទៅ857ករណីដែលបង្កើតឡើងដោយមនុស្សជ្រុលនិយមនិងការប្រើបច្ចេកវិទ្យា AIក្នុងវគ្គបំពាក់បំពន់ស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិនៅខេត្តព្រៃវែងនាព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2025ឯកឧត្តមទេពអាសនារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថាព័ត៌មានคล้ายៗទាំងនោះធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ពក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្តយន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ចខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃឯកឧត្តមទេពអាសនារិទ្ធបានបង្ហាញពីវិធានការទប់ស្កាត់ព័ត៌មានคล้ายៗដែលបានរកឃើញទាំងនោះជាពិសេសមាតិកាដែលមាននៅប្រភពក្រៅប្រទេសបានសហការជាមួយក្រុមហ៊ុន Meta Facebook និងក្រុមហ៊ុន TikTokក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីក្រសួងមហាផ្ទៃក្នុងការធ្វើ report នៅមាតិកាទាំងនោះជាមួយនឹងក្រុមហ៊ុន Meta និងក្រុមហ៊ុន TikTok ដើម្បីបង្ហាញអំពីការរំលោភបំពានលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមផងហើយក៏ជាការធ្វើខុសទៅនឹងគោលការណ៍នៅក្នុងការប្រើប្រាស់ Facebook ឬក៏ TikTok ផងដែរដូច្នេះហើយក្រសួងបានសហការជាមួយនឹងក្រុមហ៊ុនទាំងពីរនេះក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានคล้ายៗនិងការរំលោភបំពានក្រមសីលធម៌ក្នុងការចែករំលែកនិងផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមទាំងពីរនេះគឺបានប្រមាណ30ករណីជាមួយគ្នានេះក្រសួងសហការជាមួយម្ចាស់គណនីនិងเพจបណ្ដាញសង្គមដែលបានផ្សាយខុសដោយបានស្នើឲ្យដកមាតិកាចេញដើម្បីកុំឲ្យមានការភាន់ច្រឡំក្នុងសាធារណមតិនិងប៉ះពាល់ដល់សន្តិសុខជាតិព្រមទាំងតម្រង់ទិសលើក្រមសីលធម៌និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយសារក1055ករណីសូមបញ្ជាក់ថាកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025ក្រសួងព័ត៌មានបានដាក់ឲ្យដំណើរការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនៅទូទាំងប្រទេសក្រោមទិសស្លោកនិយាយថាទេចំពោះព័ត៌មានคล้ายៗយុទ្ធនាការដែលមានរយៈពេលពេញ1ឆ្នាំនេះបង្កើតឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបឲ្យចែកបង្កើនការប្រុងប្រយ័ត្ននិងប្រើប្រាស់ដោយការទទួលខុសត្រូវដើម្បីទប់ស្កាត់ការរីកសាយភាយនៅព័ត៌មានคล้ายៗក្នុងសង្គមកម្ពុជានិងរួមចំណែកធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ